យើងជាគ្រីបរិស័ទមានប្រភពអំណាចមកពីណាប្រភពអំណាចបានមកដោយសារអំណាចរបស់យើងនៅថ្ងៃដែលយើងទទួលព្រះយេស៊ូវធ្វើជាព្រះអង្គម្ចាស់និងជាព្រះអង្គសង្គ្រោះយើងបានត្រឡប់ជាកូនព្រះអញ្ចឹងមានន័យថាយើងបានកើតនៅក្នុងគ្រួសារនៃរាជវង្សឋានសួគ៌នៃស្ដេចឋានសួគ៌នៅពេលដែលមនុស្សម្នាក់កើតក្នុងកូនស្ដេចគាត់មានអំណាចរបស់កូនស្ដេចបាននៅពេលដែលមនុស្សម្នាក់កើតនៅក្នុងតកូល billionaire គាត់មានអំណាចទឹកប្រាក់ពីព្រោះឪពុកគាត់ជា billion យើងកើតមកក្នុងរាជវង្សរបស់ស្ដេចឋានសួគ៌ដែលទ្រង់ជាព្រះជាស្ដេចដែលជាម្ចាស់ឋានសួគ៌ម្ចាស់ផែនដីដូច្នេះយើងមានអំណាចពីកំណើតពីព្រោះយើងជាកូនតែកាពីយ៉ូហានចំពុក1ខ12អ្នកណាទទួលព្រះយេស៊ូវគេនឹងបានជាកូនពេត្រុសខ្សែទី1ចំពុក2ខ9ហើយព្រោះយើងជាកូនបើព្រះជាស្ដេចយើងជាស្ដេចបើព្រះជាសង្ឃយើងជាសង្ឃបើព្រះជាសាសបរិសុទ្ធយើងជាសាសបរិសុទ្ធបើព្រះនៅឋានសួគ៌យើងជាពួកបរិសុទ្ធនៅឋានសួគ៌គ្រប់អ្នកជឿទាំងអ្នកជឿថ្មីទាំងអ្នកជឿចាស់គ្រប់ពូចំពោគ្រប់ពណ៌សម្បុរហើយនេះឯងជាសិទ្ធិអំណាចនេះលោកអ្នកកូនមិនបាច់ទៀមទាទេវាជាស្វ័យប្រវត្តិដែលវាត្រូវតែមាននៅក្នុងជីវិតអ្នកព្រះជាម្ចាស់មានបន្ទូលថាអ្នកជាកម្មសិទ្ធិ belong to God ពីព្រោះព្រះគ្រីស្ទបានចំណាយជីវិតព្រះអង្គទិញអ្នកយើងមានសិទ្ធិពីកំណើតហើយតែមិនមែនមានតែប៉ុណ្្នឹងទេយើងមានសិទ្ធិមួយជាន់ទៀតដែលធំលើជាងសិទ្ធិពីកំណើតទៀតគឺព្រះទ្រង់ប្រទានឲ្យប៉ុន្តែសំចាំដរាបអ្នកមិនធំមិនរីកចម្រើនមិនទាន់ពេញវ័យអ្នកអត់មានសិទ្ធិប្រើអំណាចបានជាការទទួលខុសត្រូវរបស់ផងអ្នកគឺត្រូវធ្វើយ៉ាងណាឲ្យជំនឿរបស់អ្នកចម្រើនពេញវ័យឡើងទី3អំណាចបានមកដោយសារការយកព្រះនាមព្រះយេស៊ូវទៅប្រកាសនាមព្រះយេស៊ូវមិនមែនធម្មតាទេតើយេស៊ូវមានន័យថាម៉េចព្រះអង្គសង្គ្រោះចឹងនៅពេលដែលអ្នកនិយាយថាព្រះអង្គសង្គ្រោះតើសង្គ្រោះលើអ្វីខ្លះសង្គ្រោះលើជំងឺសង្គ្រោះលើសេដ្ឋកិច្ចសង្គ្រោះលើបញ្ហាជំងឺសង្គ្រោះលើរោគគាជាទីសង្គ្រោះអ្នកពីគ្រប់ទាំងអំពើបាបកម្មមកពីចំណងពីបណ្ដាសាដូច្នេះនៅពេលដែលអ្នកនិយាយថាក្នុងព្រះនាមព្រះយេស៊ូវមានន័យថាអ្នកកំពុងតែយកព្រះនាមរបស់ព្រះជាម្ចាស់យកទៅប្រើពីព្រោះព្រះនាមនឹងមានសិទ្ធិមានអំណាចអាចសង្គ្រោះគ្រប់ទាំងស្ថានភាពបានមិនថាអ្នកឈរនៅក្នុងស្ថានភាពណាទេមានថាមានអ្វីជាឧបសគ្គនៅមុខអ្នកទេឲ្យតែអ្នកយកព្រះនាមព្រះយេស៊ូវទៅប្រកាសក្នុងសិទ្ធិក្នុងអំណាចរបស់ផងអ្នកព្រះនាមនោះនឹងសង្គ្រោះអ្នកពីគ្រប់ទាំងស្ថានភាពទាំងអស់ដូច្នេះនៅពេលដែលអ្នកចង់យកឈ្នះលើស្ថានភាពចង់ស្រោចស្រង់ស្ថានភាពកុំភ្លេចអ្នកមាននាមឈ្មោះមួយដែលក្នុងពិភពលោកនេះគ្មានតែអ្នកមានអ្នកហើយអ្នកមានសិទ្ធិប្រើប្រាស់នោះគឺជានាមព្រះយេស៊ូវពីស្រុកណាហ្សារ៉េតទី4តើអ្នកបានអំណាចពីណាបានមកដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទអ្នកបានអំណាចដោយសារឈាមរបស់តើដើម្បីការពារកូនចៅអ៊ីស្រាអែលពីទេវតានៃសេចក្តីស្លាប់លោកម៉ូសេយកអ្វីទៅការពារជីវិតកូនអ៊ីស្រាអែលទាំងអស់យកឈាមព្រះយេស៊ូវមានអំណាចទៅលើសេចក្តីស្លាប់មានអំណាចទៅលើរោគគាជាទីមានអំណាចទៅលើគ្រប់ទាំងបញ្ហាទាំងអស់ដូច្នេះជីវិតគេ cover by blood of Jesus ហេតុអ្វីបានជាគ្រីស្ទបរិស័ទជាច្រើនគេអត់មានវិជាស្ដារដើម្បីយកឈ្នះបញ្ហាមានន័យថាគេអត់ពឹងជ្រកក្នុងព្រះគុណរបស់ព្រះគេអត់ប្រើសិទ្ធិគេអត់ប្រើអំណាចគេប្រើតែគំនិតប្រាជ្ញារបស់គេដូច្នេះគេយកលោហិតរបស់ព្រះទុកជារបស់បន្តបន្សំរបស់សំណល់ដាក់ក្នុងឃ្លាំងចោលនៅខាងក្រោយអញបើយើងចង់ឲ្យរឹបអំណាចប្រជាស្ដារព្រះលោហិតរបស់ព្រះអង្គការពារយើង you need to left behind the blood នៅពេលដែលអ្នកប្រើព្រះនាមរបស់ព្រះគ្រីស្ទប្រើលោហិតព្រះគ្រីស្ទច្រើនប៉ុណ្ណាលោហិតមានជាស្ដារច្រើននៅពេលដែលអ្នកប្រើលោហិតព្រះគ្រីស្ទយ៉ាងណាលោហិតព្រះគ្រីស្ទនឹងចូលជន់នៅក្នុងជីវិតអ្នកប៉ុណ្ណឹងដើម្បីឲ្យប្រជាស្ដារសម្ដែងចេញនៅក្នុងជីវិតយើងគ្រីស្ទបរិស័ទត្រូវតែនៅជាប់នឹងដើមព្រះគម្ពីរយ៉ូហានចំពុក15ខ4ដល់5ចូលនៅជាប់នឹងខ្ញុំហើយខ្ញុំជាប់នឹងអ្នករាល់គ្នាប្រៀបដូចជាខ្នែងបើមិននៅជាប់នឹងគល់ពុំអាចនឹងបង្កើតផលដោយឯងជាប់ដោយពាក្យសម្ដីជាប់ដោយកាយវិការជាប់ដោយការគិតជាប់ដោយការពិព្រឹត្តគ្រប់វិនាទីទាំងអស់ហេតុអ្វីបានជាព្រះប្រទានប្រជាស្ដារពីព្រោះព្រះដឹងយ៉ាងច្បាស់ថាទោះបើអ្នកបានសង្គ្រោះហើយក៏ដោយតែបើអ្នកគ្មានជាស្ដារអ្នកមិនខុសពីអ្នកមិនជឿឡើយទី1ប្រភពអំណាចរបស់អ្នកបានមកពីកំណើតទី2ប្រភពអំណាចរបស់អ្នកបានមកដោយសារការប្រទានរបស់ព្រះទី3ប្រភពអំណាចរបស់អ្នកបានមកដោយព្រះនាមរបស់ព្រះទី4បានមកដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទ